បាទសួស្តីអ្នកទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមានរថយន្តមួយគ្រឿងបាទទើបទាំងចេញថ្មីបាទពីក្រុមហ៊ុនដុងហ្វុងបងប្អូនបាទរថយន្តនេះគឺ brand បាទដុងហ្វុងស៊េរី Max EV បងប្អូន L7 អញ្ចឹងមានរូបរាងស្រស់ស្អាតមែនទែនបងប្អូនអញ្ចឹងខ្ញុំនឹងបង្ហាញបងប្អូនក្នុងវីដេអូនេះបាទបងប្អូនមើលផ្នែកខាងមុខគេ design មកបងប្អូនទាន់សម័យបាទបែបឡាននាពេលអនាគតបាទហើយបងប្អូនប្រហែលជាស្គាល់បងប្អូនបាទរូបរាងឡាននេះបាទដូចទៅនឹងរថយន្តមួយណាដែរបាទអញ្ចឹងបងប្អូនមើលបាទផ្នែកខាងស្តុបខាងក្រោយគឺភាគច្រើនបាទឡានលក្ខណៈអនាគតឥឡូវគឺវាបណ្ដាញស្តុបខាងក្រោយគឺជាប់គ្នាបាទអំពូល LED ដ៏ស្រស់ស្អាតបាទហើយ brand វា brand ដុងហ្វុងហើយ model L7 ណាបងប្អូនបាទអញ្ចឹងមើលផ្នែកខាងក្រោយបងប្អូនហើយប្រហែលជាឃើញរថយន្តណាមួយស្រដៀងឬមួយក៏ដូចដែរហើយតាក់ទងនឹងបាទដៃវាបាទបើកទ្វារបើកគឺ flash door បងប្អូនណា flash door handle បាទត្រចៀកក្តោបបាទបងប្អូនបាទអញ្ចឹងតាក់ទងនឹងផ្នែកខាងក្នុងបាទកៅអីពូកស្បែកនេះគឺលក្ខណៈប្រហែលជាមាន option 2ឬមួយ3អញ្ចឹងបងប្អូនតែឃើញក្រុមហ៊ុនដុងហ្វុងគាត់យកមកបាទ option នេះគឺបែបលក្ខណៈ design មកបែបលក្ខណៈសាមញ្ញផ្នែកខាងក្នុងពណ៌ខ្មៅបាទដៃចង្កូតបាទមាន brand ដុងហ្វុងបាទកៅអីបាទនេះកន្លែងដាក់អវ៉ាន់ហើយនេះកន្លែងដាក់ដបទឹកកន្លែងនេះដាក់ទូរស័ព្ទអញ្ចឹងលក្ខណៈឡានអគ្គិសនីគឺធ្វើសាមញ្ញលាតអត់មានប្រើជាស្អីលក្ខណៈថាអីចុចប៊ូតុងអីច្រើនទេពីច្រើនគេបញ្ជា option នៅលើបាទ tablet ណាបងប្អូនបាទចុះផ្នែកខាងក្រោយបាទនេះផ្នែកខាងក្រោយក៏កៅអីបាទពុះស្បែកលក្ខណៈមើលទៅស្បែកលក្ខណៈធម្មតាប្រហែលជាឡានតម្លៃថវិកានិងឡានតាក់ទងនឹងការ option មួយចំនួនបាទអញ្ចឹងគេ design មកសាមញ្ញបាទទើបទាំងចូលពីក្រុមហ៊ុនដុងហ្វុង model Max L7 បងប្អូនណាបាទ EV អញ្ចឹងរថយន្តនេះជិះបានរហូតដល់445គីឡូជាឡានអគ្គិសនីបងប្អូនពិតជាអស្ចារ្យណាស់ហើយຂະຫນាត SUV ហើយតម្លៃ22,900អញ្ចឹងបងប្អូនដែលមានតម្រូវការទិញនិងប្រើប្រាស់រថយន្តអគ្គិសនីឬគ្រឿងតុបតែងច្រើនអាចកំង